ពោះវៀនល្អគឺជាកន្លឹះនៃសុខភាពល្អពោះវៀនយើងមានប្រវែង6ដងនៃកម្ពស់រាងកាយជញ្ជាំងពោះវៀនគ្របដណ្ដប់ដោយផ្នត់ជ្រួញផ្នត់នីមួយៗមានប្រវែងប្រហែល25សង់ទីម៉ែត្រក្រៅពីការបញ្ចេញចោលនិងការស្រូបយកពោះវៀនមានតួនាទីសំខាន់ក្នុងការកម្ចាត់ជាតិពុលផងដែរប៉ុន្តែបច្ចុប្បន្នមនុស្សតែងតែញ៉ាំអាហារខាងក្រៅផ្ទះការញ៉ាំអាហារកែច្នៃសាច់សត្វថ្នាំពេទ្យនិងកង្វះលំហាត់ប្រាណជាការធម្មតាកត្តាទាំងនេះតែងតែនាំឲ្យមានបញ្ហាក្រពះពោះវៀនដូចជាការហើមពោះអតុល្យភាពបាក់តេរីល្អក្នុងពោះវៀនចលនាពោះវៀនចុកខ្សោយលាមករឹងការទល់លាមកនិងបញ្ហាដទៃទៀតទោះជាចលនាពោះវៀនយើងដំណើរការធម្មតាក៏ដោយកាកសំណល់អាហារអាចកកជាប់នឹងផ្នត់ពោះវៀនការកកជាប់នេះធ្វើឲ្យរលួយនិងបង្កជាកំណករឹងដែលคล้ายជាលាមករឹងពណ៌ខ្មៅមានទម្ងន់រហូតដល់5គីឡូក្រាមជាប់នឹងជើងជាងពោះវៀនលាមករឹងពណ៌ខ្មៅអាចរឹងដូចជាសម្បកកង់ឡាននិងអាចកកិតដាច់ជញ្ជាំងពោះវៀនលាមករឹងពណ៌ខ្មៅដែលជាប់ជញ្ជាំងពោះវៀនត្រូវបានស្រូបយកនិងបញ្ជូនត្រឡប់ទៅថ្លើមវិញដែលបណ្ដាលឲ្យតួនាទីកម្ចាត់ជាតិពុលចុះខ្សោយបង្អាក់ការសំយោគកោសិកានិងសញ្ញាណនៃការបំពុលខ្លួនឯងអាហារស្អុយរលួយនឹងធ្វើឲ្យប៉ះពាល់សុខភាពនិងបង្កជាតិពុល22ប្រភេទការពិសោធន៍នៃការចាក់ជាតិពុលក្នុងលាមកដែលផ្ទុកក្នុងពោះវៀនរយៈពេល3ថ្ងៃបានបណ្ដាលឲ្យកណ្ដុរស្លាប់ភ្លាមលាមករឹងពណ៌ខ្មៅជាមូលហេតុចម្បងនៃការកើតជំងឺផ្សេងយោងតាមរបាយការណ៍របស់អ្នកជំនាញវេជ្ជសាស្ត្រសហរដ្ឋអាមេរិកក្នុងការវះពោះវៀនសាកសពចំនួន 22,000 នាក់គ្មានពោះវៀនមួយណាមានសុខភាពល្អនោះទេមហារីកពោះវៀនធំជាមូលហេតុធំទី3នៃការស្លាប់ដោយជំងឺមហារីកលើពិភពលោកមានវិធីច្រើនក្នុងការសម្អាតពោះវៀនវិធីសាមញ្ញ2យ៉ាងគឺ1. ការបូមទឹកលាងពោះវៀនជាដំណើរការនៃការចាក់បញ្ចូលទឹកទៅផ្នែកចុងនៃពោះវៀនតាមរយៈទ្វារលាមកដើម្បីសម្អាតនិងកម្ចាត់ភាពរឹងនិងឧស្ម័ន 2. ថ្នាំបន្ទន់លាមកជាការរំញោចប្រព័ន្ធប្រសាទបង្កើតជារលកជំរុញពោះវៀនសូមណែនាំនៅផលិតផលដែលមានរូបមន្តសម្អាតពោះវៀនធំល្អផ្ដាច់មុខជាមួយគ្រឿងផ្សំធម្មជាតិគឺឡាក់តូកាឡាក់តូរួមជាមួយម្សៅសណ្តែកសៀងដោយវិធី3យ៉ាងសម្អាតបង្កើតឡើងវិញជំនួសចលនាពោះវៀនដើម្បីកម្ចាត់ចោលសារធាតុពុលពីពោះវៀនធំវិធីទី1សម្អាតលាមករឹងឡាក់តូត្រូវបានរំលាយដោយបាក់តេរីល្អក្នុងពោះវៀនយើងការរំលាយនេះបង្កើតជាកាបូនឌីអុកស៊ីតដែលពង្រីកផ្នត់ជញ្ជាំងពោះវៀនដែលនឹងជំរុញនិងកម្ចាត់លាមករឹងចេញមកក្រៅមានបាក់តេរីអាក្រក់ច្រើនអាចបង្កើតជាសារធាតុបង្កជំងឺមហារីកដែលនាំឲ្យមានការរលាកនិងជំរុញភាពចាស់ពោះវៀនល្អត្រូវមានកម្រិតបាក់តេរីល្អ 80% និងបាក់តេរីអាក្រក់ 20% វិធីទី2បង្កើតឡើងវិញGOS ផ្ដល់អាហារល្អសម្រាប់បាក់តេរីល្អនិងអាចជួយស្ដារបរិស្ថានល្អក្នុងពោះវៀនព្រមទាំងជំរុញការស្រូបយកសារជាតិចិញ្ចឹមវិធីទី3ជំនួយចលនាពោះវៀនបាក់តេរីល្អក្នុងពោះវៀនអាចបំលែងម្សៅសណ្តែកសៀងទៅជាមេតាបូឡៃសណ្តែកសៀងវាជួយរំញោចប្រព័ន្ធប្រសាទជញ្ជាំងពោះវៀនដើម្បីបង្កើនចលនាពោះវៀននិងគ្រប់គ្រងការបញ្ចេញចោលលាមកការស្រាវជ្រាវបានរកឃើញថារូបមន្តឡាក់តូ GOS និងមេតាបូឡៃសណ្តែកសៀងអាចជួយ 1. ធ្វើឲ្យចលនាពោះវៀនប្រសើរឡើងវិញបាន 65% បន្ទាប់ពីប្រើបាន4សប្តាហ៍ 2. បង្កើនបាក់តេរីល្អបាន 35% និងកាត់បន្ថយបាក់តេរីអាក្រក់បាន 26% បន្ទាប់ពីប្រើបាន4សប្តាហ៍ 3. កាត់បន្ថយសារធាតុពុលបានរហូតដល់ 25% បន្ទាប់ពីប្រើបាន4សប្តាហ៍ 4. កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបាន 22% ក្នុងរយៈពេល8សប្តាហ៍ 5. កាត់បន្ថយកម្រិតជាតិខ្លាញ់ត្រីលីសេរីតបាន 26% ក្នុងរយៈពេល8សប្តាហ៍ ឡាក់តូ GOS និងមេតាបូឡៃសណ្តែកសៀងគឺជារូបមន្តសម្រាប់សម្អាតពោះវៀនធំដែលផលិតឡើងតាមស្តង់ដារអនាម័យ GMP និងប្រសិទ្ធភាពត្រូវបានសាកល្បងក្នុងការស្រាវជ្រាវហើយជាផលិតផលហាឡាល់ទទួលបានអាយុយឺនយូរនៅថ្ងៃនេះជាមួយនឹងពោះវៀនល្អ